តាទូចម្ដាយរត់លឿនរហ័សនាំកូនតាទូច3ក្បាលចុះទៅក្នុងបឹងនាងត្រូវត្រៀមបង្រៀនកូនឲ្យសាំហោះមុនពេលរដូវរងាទាន់មកដល់ហើយនាំពួកគេហោះទៅតំបន់ត្បូងសម្រាប់ឆ្លងរដូវសំណាងល្អតាទូចទាំង3មានទេពកោសល្យល្អនិងឬសំឡេងបង្គាប់ក៏ជួរជើងត្រង់តែម្ដងហើយចាប់ផ្ដើមចម្លងចលនារបស់ម៉ាក់បុកស្លាប់លេងលើទឹកមួយរយៈក្រោយពីបន្តិចពួកគេចាប់ផ្ដើមរៀនហោះបានក្រោមការណែនាំរបស់តាម៉ាក់ពួកគេហោះវង្វេងជុំវិញម្ដងហើយម្ដងទៀតបន្តិចម្ដងចេះបង្កើនជំនាញហោះទុំអើមកដល់ពេលនោះតាទូចពណ៌ប្រភេទដែលដឹកនាំក្រុមបានឃើញកង្កែបមួយកំពុងរៀបចំវាយលុកកូនទន្សាយមួយនៅមុខតាទូចប្រភេទដែលមានចិត្តល្អបោះខ្លួនចុះទៅបាត់បង់ជប់ឲ្យជំនាញពីកូនទន្សាយឃើញអាហារមកលើថាកង្កែបក៏មិនចង់បោះបង់ទេវាលោតមួយកាប់ហើយក៏ខំស្លាប់តាទូចប្រភេទបើទោះបីជារបួសតាម៉ាក់ប្រភេទក៏នៅតែបុកស្លាប់ឲ្យលឿនដើម្បីទាញកង្កែបឲ្យទៅឆ្ងាយពីទន្សាយចុងក្រោយវាហោះទៅដល់កន្លែងជ្រោះសម្លប់លើក្បឿងធ្ងន់មួយដោយសាររបួសធ្ងន់វាមិនទាន់សម្លប់បាត់បន្តិចក្រោយតាទូចទាំងពីរដែលកំពុងហោះថាបងប្រភេទបាត់ទៅពួកគេចាប់ផ្ដើមប្រាប់ម៉ាក់ទាំងអស់តាម៉ាក់ព្រួយជាខ្លាំងហោះស្វែងរកគ្រប់ទីកន្លែងហើយហោះចូលព្រៃហើយឆែកប៉ុន្តែគ្មានអ្នកឆ្លើយតបប៉ុន្មានជើងក៏មិនឃើញមានតែស្លាបដែលធ្លាក់ច្រើនលើដីពីសំណាក់ស្លាបគេយល់ថាតាទូចប្រភេទបានប្រឈមគ្រោះហើយប្រឹងប្រយុទ្ធម៉ាក់តាទូចក៏ព្រួយជាខ្លាំងគិតថាកូនជ្រុលទៅព្រៃហើយជួបសាសនាអាក្រក់នៅពេលនោះក្រុមនាយក៏បានរៀបចំហោះទៅតំបន់ត្បូងពួកគេទាំងអស់ត្រូវតែចេញដំណើរតាម៉ាក់គ្មានជំរឿទេត្រូវចាប់កូនទាំងពីរហើយចាក់ចេញបោះបង់ការស្វែងរកតាទូចប្រភេទហើយតាមក្រុមទៅវិញនៅពេលនោះហើយតាទូចប្រភេទសន្លប់ត្រូវភ្ញាក់ឡើងដោយខ្យល់ភ្លៀងវាឡើងមើលឃើញគ្រួសារកាន់តែឆ្ងាយព្យាយាមបុកស្លាប់តាមដងប៉ុន្តែស្លាប់ស្ដាំរងរបួសធ្វើឲ្យមិនហោះបានវាធ្លាក់លើទឹកវិញហើយសន្លប់ម្ដងទៀតមិនដឹងកន្លងពេលប៉ុន្មានព្រើធំធ្លាក់ពេញព្រៃគ្រប់ដណ្ដប់ទាំងអស់បឹងក៏ចាប់ផ្ដើមកកខ្ទេចតាទូចប្រភេទគ្មានកន្លែងទៅមើលជុំវិញមានតែព្រៅស្រែងគ្មានអាហារទេវាត្រូវរមួលខ្លួននៅលើផ្ទៃទឹកដែលមិនទាន់កកទាំងស្រុងចុះស្ថានភាពដេកស៊ើយចង្កានដើម្បីរក្សាកម្លាំងនិងកម្ដៅពេលនោះកូនទន្សាយមកលេងផងនាំមកជាមួយផ្លែក្រហមដែលរកបានពីដើមស្លឹកឈើជ្រុះវាប្រាប់ថានេះជាអាហារដែលរកបានលំបាកណាស់មានតម្លៃខ្លាំងតាទូចប្រភេទសាក់លេបបន្តិចរីករាយយកគោកន្ទុយក្នុងពេលឯកនេះមានមិត្តល្អមកថែទាំធ្វើឲ្យវាកាក់ទឹកចិត្តប៉ុន្តែកង្កែបអាក្រក់នោះបានលេចមកវិញតាទូចប្រភេទប្រញាប់ឲ្យទន្សាយរត់គេចខ្លួនឯងទៅកណ្ដាលបឹងថេជំនាយពីវាកង្កែបកំពុងមើលតាទូចប្រភេទជាចំណាំរយៈពេលយូរជាពេលបឹងចាប់ផ្ដើមកកវាគិតថានឹងចាប់តាទូចបានតែដោយសារបឹងមិនទាន់កកទាំងស្រុងកង្កែបដែលមិនចេះហែទឹកក៏ធ្វើអ្វីមិនបានវាបានបញ្ចេញពាក្យគំរាមថាពេលបឹងកកទាំងស្រុងវានឹងមកស៊ីតាទូចប្រភេទទន្សាយក៏ព្រួយជាខ្លាំងយកមកទោះបីជាព្រើឈប់ធ្លាក់តែកម្ដៅក៏ត្រជាក់ខ្លាំងបឹងក៏កកដល់ពាក់កណ្ដាលវាត្រូវឈរលើទឹកកកតាទូចប្រភេទកំពុងសង្កេតបឹងដែលកំពុងកកបន្តិចម្ដងកង្កែបក៏លេចចេញមកមុខវាដោយស្ងាត់វាភ័យរត់ថយក្រោយពេលគ្រាអាសន្នកូនទន្សាយមកទាន់ពេលចូលខាងមុខតាទូចប្រភេទហើយច្រានព្រួយកង្កែបដោយបាញ់ព្រើទូចតែតាទូចប្រភេទធ្លាប់ជួយវាដែរនៅពេលនោះបងទន្សាយក៏មកជួយគ្រួសារទាំងអស់បានយកតាទូចប្រភេទចេញពីគ្រោះទន្សាយទាំងពីរនាំកង្កែបទៅជ្រៅក្នុងព្រៃហើយរត់បំបែកគ្នាកង្កែបភ័យខ្លាចមិនដឹងត្រូវតាមម្នាក់ណាឆ្ងល់ម្នាក់នេះឯងគេនោះចុងក្រោយមិនចេះសម្រេចរហូតទន្សាយទាំងពីរចេញបានពួកទន្សាយសប្បាយរីករាយហើយសម្រេចចិត្តនាំតាទូចប្រភេទទៅផ្ទះរួមរស់រដូវរងាតែមកដល់ចន្លោះលំបាកមួយតាទូចប្រភេទភ័យខ្លាចដោយសារជួនកាលហោះបរាជ័យពីមុនវាមានអារម្មណ៍ខ្លាចមិនហ៊ានសាកល្បងហោះទេទន្សាយទាំងអស់ក៏ព្រួយនៅពេលនោះសឹកបក្សីចាស់មួយដែលដេកលើដើមឈើសំឡេងហោះចុះមកសួរតាទូចប្រភេទថាខ្លួនហោះមិនបានទេតែបក្សីចាស់មិននៅច្បាស់ហើយឲ្យវាហោះចូលទៅជិតតាទូចប្រភេទដោយគួរសមពុកស្លាប់ហោះចូលទៅបក្សីចាស់ឃើញហើយញឹមហោះឡើងវិញទៅលើដើមឈើតាទូចប្រភេទក៏តាមទៅលើដើមឈើហើយនិយាយថាខ្លួនហោះមិនបាននិយាយហើយវាត្រៀមបុកស្លាប់ចិត្តនឹងធ្លាក់ចូលក្នុងដីកំរាលព្រៃធ្វើឲ្យទន្សាយខេះទាំងអស់សើចរីករាយពួកគេប្រាប់តាទូចប្រភេទថាវាហោះបានរួចហើយមានតែការក្លាហាននិងការសម្រេចចិត្តគ្រប់ទីកន្លែងគេអាចហោះបានរដូវផ្ការីកមកដល់ព្រៃលលាយធ្វើឲ្យធម្មជាតិរស់ឡើងវិញក្រោមការលើកទឹកចិត្តពីមិត្តភក្តិតាទូចប្រភេទហោះបានម្ដងទៀតលើសលប់ជាងមុនបក្សីចាស់ដែលជាគ្រូវានឹងរីករាយឃើញវាជោគជ័យដូចមើលឃើញវ័យកុមាររបស់ខ្លួននៅលើតាទូចប្រភេទនេះមិនយូរប៉ុន្មានទេកង្កែបត្រឡប់មករកអាហារវាចង់សម្លាប់តាទូចប្រភេទជាលើកចុងក្រោយតែតាទូចប្រភេទមិនឲ្យគេជួយទេវាផ្ទាល់ខ្លួនទាញកង្កែបទៅកន្លែងមានទឹកអាក្រក់វាលោតលើថ្មកកហើយរួចតាមលឿនកង្កែបប្រញាប់វាយមិនដឹងខ្លួនដោយសារមិនចេះហោះបានធ្លាក់ទៅក្នុងទឹកត្រជាក់ទទួលបានការប្រន្ទាទោសសំនឹងវាមិត្តភក្តិសប្បាយតែម្ដងនៅពេលនោះដែរក្រុមតាប្រយោជន៍ត្រឡប់មកទេតាទូចប្រភេទហោះទៅរកគ្រួសារដែលបែកបាក់យូរហើយជួបគ្នាវិញហើយសប្បាយរីករាយជាខ្លាំង